Khalil Gibran បិតាកវីមនោសញ្ចេតនានិងទស្សនវិជ្ជាស្នេហាស្នេហាមិនមែនជាការគ្រប់គ្រងឬគៀបសង្កត់ឡើយប៉ុន្តែវាគឺជាសេរីភាពដែលដុះចេញពីជម្រៅបេះដូងតែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអក្សរសិល្ប៍និងកំណាព្យខ្លះអាចប៉ះទៅដល់បេះដូងមនុស្សរាប់លានអ្នកជុំវិញពិភពលោកដោយមិនប្រកាន់ជាតិសាសន៍ឬសាសនាស្វាគមន៍មកកាន់ពិភពប្រាជ្ញាញាណរបស់លោក Khalil Gibran បិតាកវីមនោសញ្ចេតនានិងទស្សនវិជ្ជាស្នេហាជនជាតិលីបង់អាមេរិកលោកគឺជាកវីដែលលក់សៀវភៅដាច់ជាងគេទី3ក្នុងប្រវត្តិសាស្ត្រពិភពលោកបន្ទាប់ពី Shakespeare និង Lao Tzuជាមួយនឹងស្នាដៃអមតៈដែលពិភពលោកមិនអាចបំភ្លេចបាន Khalil Gibran កើតនៅក្នុងឆ្នាំ1883ក្នុងទីក្រុងប្រវត្តិសាស្ត្រ Bishari នៃប្រទេសលីបង់ក្នុងគ្រួសារគ្រិស្តណាកាតូលិកមួយដ៏ក្រីក្រជីវិតពីកុមារភាពរបស់លោកមិនស្រស់ស្អាតនោះទេឪពុករបស់លោកគឺជាមនុស្សចូលចិត្តលេងល្បែងនិងប្រមឹកស្រារហូតដល់ត្រូវគេចាប់ខ្លួនពីបទពុករលួយដែលធ្វើឲ្យគ្រួសារត្រូវបាត់បង់ផ្ទះសម្បែងម្ដាយរបស់លោកឈ្មោះ Camilla គឺជាស្ត្រីដ៏រឹងមាំដែលបានសម្រេចចិត្តនាំ Gibran និងបងប្អូនធ្វើដំណើរភៀសខ្លួនទៅរស់នៅទីក្រុង Boston សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1895រស់នៅអាមេរិកគ្រូបានកត់សម្គាល់ឃើញភ្លាមពីទេពកោសល្យសិល្បៈនិងគំនូរដ៏វិសេសវិសាលរបស់លោកបានត្រឡប់ទៅលីបង់វិញដើម្បីរៀនភាសាបារាំងនិងអក្សរសាស្ត្រអារ៉ាប់រួចបន្តទៅសិក្សាសិល្បៈនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងការឆ្លងកាត់ជីវិតចន្លោះវប្បធម៌បូព៌ារបស់លីបង់ដែលមានជម្រៅផ្លូវចិត្តនិងវប្បធម៌ប្រចាំប្រទេសអាមេរិកនិងអឺរ៉ុបដែលមានសេរីភាពធ្វើឲ្យ Gibran បង្កើតបានទស្សនវិជ្ជាជីវិតដ៏ប្លែកនិងទន់ភ្លន់បំផុតនៅក្នុងឆ្នាំ1923លោក Gibran បានបញ្ចេញស្នាដៃដ៏កំពូលមួយដែលអង្រួនពិភពលោកគឺសៀវភៅដែលមានចំណងជើងថា The Prophetមានន័យថាអ្នកប្រាជ្ញដែលត្រូវបានបកប្រែជាង100ភាសានិងលក់បានរាប់សិបលានក្បាលសៀវភៅនេះនិយាយអំពីអ្នកប្រាជ្ញឈ្មោះ Al-Mustafa ដែលរៀបនឹងជិះកប៉ាល់ចាក់ចេញទៅស្រុកកំណើតតែត្រូវអ្នកស្រុកសុំឲ្យលោកចែករំលែកប្រាជ្ញាលើប្រធានបទជីវិតសំខាន់លោកបានពោលថានៅពេលស្នេហាហៅអ្នកចោះចូលតាមវាទៅទោះបីជាបន្លារបស់វាអាចមុតដៃអ្នកក៏ដោយស្នេហាមិនមែនជាការគ្រប់គ្រងគ្នាឡើយតែវាគឺជាការផ្ដល់សេរីភាពឲ្យគ្នាសម្រាប់កូនរបស់អ្នកវិញពួកគេមិនមែនជារបស់អ្នកឡើយពួកគេគឺជាកូននៃជីវិតអ្នកអាចផ្ដល់ក្តីស្រឡាញ់ឲ្យពួកគេតែអ្នកមិនអាចបង្ខំគំនិតរបស់អ្នកទៅលើពួកគេបានឡើយរីឯការងារវិញគឺជាសេចក្តីស្រឡាញ់ដែលស្ដែងចេញជារូបរាងអ្វីដែលធ្វើឲ្យទស្សនវិជ្ជារបស់លោក Khalil Gibran ខុសប្លែកពីអ្នកប្រាជ្ញដទៃទៀតគឺលោកមិនប្រើប្រាស់ភាសាពិបាកយល់ឬតក្កវិជ្ជាស្ងួតរឹងនោះទេតែលោកប្រើភាសានៃបេះដូងនិងកំណាព្យស្នូលទស្សនវិជ្ជារបស់លោកផ្ដោតលើទី1គឺតុល្យភាពនៃទំនាក់ទំនងដោយលោកបានប្រៀបធៀបគូស្នេហ៍ដូចជាសសរពីរនៃប្រាសាទវាត្រូវតែឈរជិតគ្នាដើម្បីទ្រទ្រង់ប្រាសាទប៉ុន្តែកុំឈរជិតគ្នាពេករហូតដល់បិទបាំងពន្លឺថ្ងៃនិងសេរីភាពរបស់គ្នាទៅវិញទៅមកទី2ក្នុងការបង្រួបបង្រួមពិភពលោកបានភ្ជាប់សាសនាថាជាសេចក្តីស្រឡាញ់និងធម្មជាតិឲ្យក្លាយជាធ្លុងមួយដោយឈរនៅលើគោលការណ៍ការអត់ឱននិងសន្តិភាពសកលលោក Khalil Gibran បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ1931ក្នុងវ័យត្រឹមតែ48ឆ្នាំតែរាងកាយរបស់លោកត្រូវបាននាំយកទៅបញ្ចុះនៅស្រុកកំណើតក្នុងប្រទេសលីបង់តាមបណ្ដាំចុងក្រោយមរតកប្រាជ្ញារបស់លោកបានបន្សល់ទុកនូវសារយ៉ាងជ្រាលជ្រៅថាកុំរស់នៅក្នុងជីវិតដែលតឹងតែងពេកតែចេះស្រឡាញ់ចេះផ្ដល់សេរីភាពនិងមើលឃើញភាពស្រស់ស្អាតនៃពិភពលោកតាមរយៈបេះដូងដែលស្អាតស្អំប្រសិនបើអ្នកចូលចិត្តអត្ថបទជីវប្រវត្តិនិងទស្សនវិជ្ជាស៊ីជម្រៅបែបនេះកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ